ជំរាបសួរបងប្អូនទាំងអស់នេះគឺជាប្រភេទត្អាតបងប្អូនត្អាតឬក៏គេហៅថាចៃស្បែកចាបរទេសគេហៅ Scabies ត្អាតនេះឯងគឺនៅក្នុងទឹកមាត់របស់វានឹងមានសារធាតុ proteolytic សមត្ថភាពក្នុងការបំបែកកោសិកាស្បែករបស់យើងដើម្បីជ្រៀតចូលទៅខាងក្នុងធ្វើការពងចាហើយពងរបស់វាអាចញាស់រយៈពេល2 ទៅ 3 ថ្ងៃហើយរូបរាងវាទូចមែនទែនបងប្អូនការញិចចេញរមាស់ខ្លាំងយើងញិចកន្លែងនឹងរមាស់ចេញហើយយើងផ្ទៀងមើលមែនទែនមិនឃើញពេលខ្លះអត់សឹងឃើញទេតើតែយកមីក្រូទស្សន៍ឆ្លោះទើបបានឃើញច្បាស់ហើយរបៀបនៃការឆ្លងតាមការប៉ះពាល់ពីម្នាក់ទៅម្នាក់អ្នកដែលមានជំងឺនឹងហើយទៅកាន់ម្នាក់ទៀតដែលអត់មានជំងឺប្រភេទហ្នឹងហើយតាមរយៈខោអាវតាមរយៈសត្វពាហនៈតាមរយៈកន្លែងគេងកន្លែងអង្គុយរបស់អ្នកជំងឺនឹងឯងបងប្អូនចឹងក្មេងៗជាធម្មតាគឺចាប់ដៃគ្នាទៅលេងអីហ្នឹងគឺឆ្លងហើយរមាស់ថ្ងៃទី1គឺរមាស់តិចទេយើងអត់សូវចាប់អារម្មណ៍ទេដោយសារវាមានចំនួនតិចហើយនៅពេលដែលបងថាចាប់ពីរមាស់ខ្លាំងឡើង3ថ្ងៃឡើងគឺវាចាប់ផ្ដើមញ័រហើយអញ្ចឹងការរមាស់របស់យើងគឺកើនឡើងទ្វេខ្លាំងឡើងជើងឆ្ងល់យើងទៅមន្ទីរពេទ្យអ្នកគ្រូពេទ្យតែសួរថាតើរមាស់ប្រមាណថ្ងៃហើយសភាពរមាស់ដូចយ៉ាងម៉េចភាគច្រើនរមាស់ខ្លាំងពេលយប់ឬក៏ពេលថ្ងៃហើយសមាជិកក្នុងផ្ទះរបស់បងមានអ្នកណាខ្លះដែលរមាស់ឬក៏ប្រមាណថ្ងៃមុនបងទៅប៉ះពាល់ឬក៏ទៅសួរសុខទុក្ខអ្នកជំងឺរមាស់ឬអត់ហើយកន្លែងទីតាំងដែលបងរមាស់នៅម្ដុំណាខ្លះនេះគឺជារូបវិនិច្ឆ័យដើម្បីយើងញែកឲ្យដឹងថាតើរមាស់ធម្មតាឬក៏រមាស់មានប្រភេទមេរោគចៃស្បែកពោះរមាស់មានជំងឺច្រើនណាស់បងប្អូនអញ្ចឹងគឺជាការវែកញែករកហេតុផលដើម្បីបែងចែកតើរមាស់មួយចាអញ្ចឹងភាគច្រើននៃការរមាស់ដែលជួបកន្លងមកគឺនៅតាមចង្វាយដៃបងប្អូនគឺវាចូលចិត្តខាំនៅតាមហ្នឹងហើយការរមាស់គឺមាន2ទម្រង់ការគឺទម្រង់បែបជាកញ្ចុំរមាស់អេសចេញទឹករមាស់ខ្មៅមុខហើយនឹងការរមាស់របៀបជាវែងព្រោះកាលណាវាចូលខាំវាទៅរុលទៅមុខទៅវារាងជាឆ្នូតវែងហើយមានការក្រហមចឹងយើងឈឺលមាស់បែបហ្នឹងហើយកន្លែងដែលវាចូលចិត្តខាំគឺកន្លែងអស់ទាំងនេះបងប្អូនកន្លែងដែលដាក់ highlight ពណ៌ក្រហមនឹងឯងចាអញ្ចឹងការដែលរមាស់ខ្លាំងទៅចាប់ពីពេលដែលពងវាញាស់2 3ថ្ងៃឡើងទៅគឺចាប់រមាស់ក្តៅមែនតែនចារមាស់ក្តៅរមាស់អេសមកឆ្ងាញ់ហើយរបៀបក្នុងការវិធានការដើម្បីសម្អាតត្អាតស្បែកនឹងឯងគឺយកខោអាវរបស់អ្នកជំងឺយកទៅស្ងោរឬក៏មួយផ្ទះបើនឹងគឺស្ងោរទាំងអស់ចាបើសិនជាអាចហើយមួយទៀតគឺយកខោអាវកន្លែងគេងពូកកម្រាលមុងភួយកន្ទេលហ្នឹងយកទៅហាលចោលហាលកន្លះចុះកន្លះឡើង3ថ្ងៃទៅចាព្រោះត្អាតនឹងឯងគឺអាចរស់នៅបរិស្ថានខាងក្រៅបានមួយថ្ងៃកន្លះចាបើសិនជាអត់បានចូលក្នុងខ្លួនរបស់យើងឬក៏សត្វពាហនៈទេហើយការលាបថ្នាំគឺអាចប្រើផូមីទីនឬក៏ប្រើបេឌីនម៉ង់សូអាតក៏បានដែរដើម្បីសម្រាប់ពងចៃហ្នឹងចាហើយបើស្នាមស្បែកស្នាមអីយើងមានវិធានការផ្សេងទៀតហើយការលាបនោះឯងគឺការលាបចាប់ពីករហូតដល់ចុងជើងតែម្ដងលាបផ្អាប់ទុកចោល24 ម៉ោងចាចាំយើងលុបទឹកចេញគឺឧទាហរណ៍ថាលាបម៉ោង7ព្រឹកចឹងស្អែកឡើងម៉ោង7ព្រឹកវិញទើបបងប្អូននឹងលាងទឹកចេញវិញចាគឺ24 ម៉ោងចាអញ្ចឹងយើងលាបនិយាយរួមបើវិធានការដែលល្អបំផុតគឺគួរតែលាបទាំងអស់មួយគ្រួសារតែម្ដងចាតែបើសិនជាបងប្អូននឹងកតាមានតែឯងយើងសាកតែឯងប៉ុន្តែអ្វីដែលគេចង់ឲ្យលាបទាំងអស់គ្នាដោយសារកាលណាវាលាបចឹងទៅវាចុះចេញពីបងវាអាចទៅតោងកូនចៅយើងសមាជិកយើងក្នុងផ្ទះទៀតនេះគឺជាវិធានការរបស់យើងវាអាចជោគជ័យប៉ុន្តែបើសិនជាយើងកថាយើងខ្វះថវិកាយើងអាចលាបម្នាក់ឯងសិនក៏បានហើយក៏គេមានជាថ្នាំគ្រាប់ដើម្បីញ៉ាំសម្រាប់ពងរបស់វាដែរបងប្អូន
បើសិនជាបងប្អូនព្យាយាមធ្វើអស់ចិត្តហើយនៅតែអត់បានជោគជ័យបងប្អូនគួរតែទៅពិភាក្សាបន្ថែមនៅខាងមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យដែលជិតបងប្អូនដើម្បីឲ្យអ្នកគ្រូមានវិធីសាស្ត្របន្ថែមទៀតប៉ុន្តែជាធម្មតាភាគច្រើនគឺអ្នកគ្រូគាត់តែងតែឲ្យថ្នាំដើម្បីលាបសមាជិកគ្រួសារទាំងអស់តែម្ដងអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងនាំគ្នាព្យាបាលទាំងអស់គ្នាដើម្បីបង្ការប្រភេទផ្អាត់នេះបងប្អូនចាបងប្អូនអាចខមមិនបន្ថែមដើម្បីទទួលយកចំណេះដឹងជួយខ្លួនឯងនិងក្រុមគ្រួសារឬក៏អ្នកជិតខាងរបស់បងប្អូនបានជាគិតចុងក្រោយនេះខ្ញុំសូមអរគុណច្រើនចំពោះការតាមដានអរគុណច្រើនបងប្អូន